ឧត្តមសេនីយ៍ទូសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសត្វព្រងកំពង់ធំនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានដឹកនាំសហការីចុះត្រួតពិនិត្យការស្ថានសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំដែលកំពុងតែដំណើរការសាងសង់នៅលើទីតាំងស្ថិតនៅភូមិត្រពាំងចំបក់ឃុំត្រពាំងឥសីស្រុកកំពង់ស្វាយខេត្តកំពង់ធំនារីសៀលថ្ងៃទី12ខែឧសភាឆ្នាំ2025លោកយុនយឿតប្រធានក្រុមជាងសាងសង់ទីស្នាក់ការសមាគមបានបញ្ជាក់ថាគម្រោងនៃការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំមានទំហំជាង318ម៉ែត្រការ៉េហើយគិតមកដល់ពេលនេះបានសាងសង់បានប្រមាណ20%ហើយក្នុងនោះក៏ត្រូវបានបញ្ចប់នឹងការសាងសង់រួចមុនបំណាច់ឆ្នាំ2025ខាងមុខនេះឧត្តមសេនីយ៍ទូសំសុនបានគោរពថ្លែងអំណរគុណសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាតាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមស្រីគឹមគីមដែលបានខិតខំប្រឹងប្រែងរកថវិកាពីសប្បុរសជននានាដើម្បីដំណើរការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំក្នុងនោះក៏បានអរគុណឯកឧត្តមនួនផារតអភិបាលខេត្តកំពង់ធំនិងក្រសួងស្ថាប័នពាក់ព័ន្ធនានាដែលបានផ្ដល់ដីសម្រាប់ការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំរហូតឈានដល់ប្រពៃពិធីបញ្ចុះបឋមសិលាតាំងសង់កាលពីថ្ងៃទី30ខែមេសាឆ្នាំ2025ដោយឯកឧត្តមនាយឧត្តមស្រីគុណគីមផងដែរឧត្តមស្រីទូសំសុនប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំក៏បានស្នើសុំដល់ក្រុមវិស្វករនិងជាងសំណង់របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាមេត្តាសាងសង់ឲ្យមានគុណភាពនិងសោភ័ណភាពល្អស្របតាមលក្ខណៈបច្ចេកទេសនិងពេលវេលាដែលបានកំណត់ដើម្បីផលប្រយោជន៍សម្រាប់បម្រើនិរន្តរភាពការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំខេត្តកំពង់ធំខ្ញុំបុត្រថាធ្វើសេចក្តីរាយការណ៍